បាទជាវិសុបងប្អូនអរគ្នាថ្ងៃនេះយើងមកសិក្សាបាទតកតងនឹង confusing words មានន័យថាពាក្យច្រឡំគ្នាបាទអញ្ចឹងយើងចូលទៅសិក្សាតែម្ដងនេះបងប្អូនបាទបាក់រោនិងឡាន់បាក់រោហើយនិងឡាន់បាទអញ្ចឹងយើងចាប់ផ្ដើមពីបាក់រោនេះមកពាក្យថាបាក់រោមានន័យថាtake something បាទយកអ្វីម្យ៉ាងណា to take something តាមបងប្អូនមកមើលឧទាហរណ៍ Can I borrow your pen បាទ Can I borrow your pen មានន័យថាតើខ្ញុំអាចខ្ចីប៊ិចរបស់អ្នកសិនបានទេបាទអញ្ចឹង borrow កន្លែងនេះមានន័យថាខ្ចីបាទអញ្ចឹងណា take something ចំណែកពាក្យថា lend ពាក្យថា lend ទីនេះគឺឲ្យគេខ្ចីវិញយើងឲ្យខ្ចីនេះបងប្អូនមើលឧទាហរណ៍ I will lend you my pen បាទ I will lend you my pen មានន័យថាខ្ញុំនឹងឲ្យអ្នកខ្ចីប៊ិចរបស់ខ្ញុំបាទអញ្ចឹង lend ទីនេះមានន័យថាឲ្យខ្ចីដូច្នេះបងប្អូនកត់សម្គាល់ទៅ borrow មានន័យថាខ្ចីចំណែកឯ lend មានន័យថាឲ្យខ្ចីបាទអញ្ចឹងនៅក្នុងថ្ងៃនេះយើងសិក្សាតែប៉ុណ្ណឹងបងប្អូនបាទសូមអរគុណចំពោះបងប្អូនដែលចង់សិក្សាអាច comment ពាក្យថារៀននៅខាងក្រោមវីដេអូ Follow for more